បន្ទាប់ពីយើងទៅដល់កន្ទប់សម្រាប់ដាក់អវ៉ាន់ហើយអស់ហើយឥឡូវដល់ល្ងាចឡើងយើងចេញមកក្រៅដើម្បីមើលថ្ងៃលិចជីទុកលេងអីអញ្ចឹងណាចឹងនេះបើកក្បាលមកឲ្យមើលថ្ងៃលិចយើងស្វីតជាមួយគ្នាតិចសិនណាអានេះទឹកពេលរៀងល្ងាចឡើងវាចាប់ដើមទឹកសមុទ្រវារៀងឡើងមកណាអ្នកនរគ្នាចាំមើលពេលផឹកឡើងវិញណាពេលល្ងាចហើយពេលផឹកគឺបរិយាកាសខុសគ្នាហ្មងនិយាយទៅគឺទៅមួយថ្ងៃមួយយប់ហ្នឹងគឺអារម្មណ៍ប្រែប្រួលរហូតហ្មងអ្នកនរគ្នាអញ្ចឹងនៅកន្ទប់ខ្ញុំហ្នឹងគេមានធ្វើអាស្ពាននេះស្ពានហ្នឹងដើរឆ្លងទៅដល់កោះមួយទៀតកោះហ្នឹងយើងចង់ទៅលេងក៏បានដែរតែគ្រាន់តែថាគេថាយើងទៅរៀងប្រយ័ត្នប្រយែងតិចណាវាអត់មានខ្លាចមនុស្សខ្លាចអីបើវាថាគេអាចនៅខ្លាចរៀងមានសត្វអីចឹងណាដោយសារកោះហ្នឹងវាអត់មានមនុស្សទៅនៅទេតែគ្រាន់តែយើងអាចដើរលេងបានហើយចឹងចឹងល្ងាចឡើងហ្នឹងយើងចេញមកនៅចិត្តកន្ទប់ខ្ញុំហ្នឹងមានអាងហែលទឹកមួយនេះអ្នកនរគ្នាអត់ចង់លេងសមុទ្រពេងនៅអាងហែលទឹកហ្នឹងក៏បានដែរហើយបន្ទាប់មកកន្លែងនេះសម្រាប់គេមើលផ្កាថ្មជិះទូកកាយៈទូកហ្នឹងអ្នកនរគ្នាអាចជិះទៅដល់កោះចិត្តនឹងមួយទៀតក៏បានដែរអ្នកនរគ្នាពេលអ្នកនរគ្នាមើលចឹងទៅឃើញថាមាននៅមុខហ្នឹងគឺមានកោះមួយនេះកោះនេះអ្នកនរគ្នាចឹងអ្នកនរគ្នាអាចជិះទូកកាយៈហ្នឹងទៅលេងដល់នឹងបានអត់អីទេសុវត្ថិភាពនិយាយទៅគេថានឹងសុវត្ថិភាពតែគ្រាន់តែថាបើយើងអត់ចេះហែទឹកហែអីទេយើងរកពងរកអីពីគេទៀតចឹងណាចឹងអានេះទស្សនភាពពេលថ្ងៃរៀបលិចចឹងយើងដើរមកកន្លែងដែលយើងសម្រាប់ញ៉ាំអីញ៉ាំ breakfast lunch ឬក៏ dinner អីគឺនៅហ្នឹងនិយាយទៅគឺកន្លែង office reception គេហ្នឹងគឺនៅហ្នឹងហ្មងហើយអូនអ្នកនរគ្នាឲ្យស្អាតថាខ្ញុំមើលថ្ងៃលិចទេសភាពស្រុកខ្មែរអត់ចាញ់ស្រុកគេអ្នកនរគ្នាចង់ព្យាយាមដើរលេងនៅស្រុកខ្មែរយើងឲ្យបានសពកន្លែងសិននៅចាំទៅដើរលេងស្រុកគេវាទៅស្រុកគេបរិយាកាសវាប្លែកមួយយ៉ាងហើយប៉ុន្តែនៅស្រុកខ្មែរយើងក៏អត់អន់ដែរអ្នកនរគ្នាគឺជាពិសេសកន្លែងតំបន់ទេសចរបែបសមុទ្របែបប្រាសាទភ្នំអីហ្នឹងគឺអូយទៅស្រុកគេពេលខ្លះមិនបានដូចយើងទេណាចឹងអានេះល្ងាចឡើងខ្ញុំមក dinner ចឹង dinner នៅហ្នឹងអ្នកនរគ្នា order ទុកមុនទៅពេលយើងដល់ម៉ោងញ៉ាំមកដល់ឡើងញ៉ាំហ្មងចឹងមាន spaghetti ហើយនឹងក្តាមឆាមកហូបនៅនឹងគេធ្វើឆ្ងាញ់បាទមែន spaghetti នេះឆ្ងាញ់ណាស់ spaghetti ហ្នឹងអត់មានរសជាតិបែបអឺរ៉ុបអីទេរសជាតិបែបខ្មែរហ្មង spaghetti ឆាម្រះព្រៅចឹងរសជាតិបែបខ្មែរចឹងបន្ទាប់ពីយើង enjoy dinner night time ហើយគឺមានជាការជិះកង់ទៅកន្ទប់វិញដោយសារកន្ទប់ព្រៀងឆ្ងាយដែរចឹងយើងមិនអាចដើរទេយើងមានជិះកង់មានអ្នកនរគ្នាទស្សនភាពពេលផឹកឡើងណាគឺទឹកវាស្រក់ទៅវិញហ្មងអញ្ចឹងទឹកសមុទ្រជាធម្មតាពេលល្ងាចវាឡើងមកណាអញ្ចឹងពេលផឹកគឺវារីងចាប់ដើមរីងទៅវិញអញ្ចឹងហើយមើលឃើញសិតតែថ្មហើយទឹកហ្នឹងអាជាមុខហ្នឹងវារៀងហាក់ដែរតែវាអត់ជ្រៅ